ពេលដែលយើងចូលថ្នាក់ទី12ដំបូងអ្វីដែលយើងត្រូវចេះមុនគេគឺការដោះស្រាយសមីការ degree ទី2ស្ថិតនៅក្នុងសំណុំចំនួន complex បានន័យថាទោះបីជា data តូចជាង0ក៏ដោយក៏សមីការរបស់យើងនេះគឺមានចម្លើយដែរអញ្ចឹងបើទម្រង់សមីការរបស់យើងប៉ុណ្ណឹងយើងដោះស្រាយតាម discriminant ដែលមានរូបមន្ត delta ស្មើជាមួយនឹង b ការ៉េដក4ដង ac បើ data ធំជាង0សមីការយើងមានចម្លើយ2ដែលចម្លើយទី1របស់យើងគឺស្មើជាមួយនឹងដក b ដក data នៅលើ 2a ហើយចម្លើយមួយទៀតគឺ x ទី2ស្មើជាមួយនឹងដក b បូក data នៅលើ 2a ដែរប៉ុន្តែបើសិនជា data យើងស្មើ0 data យើងស្មើ0គឺយើងដោះស្រាយទៅឃើញចម្លើយតែមួយទេគឺ x ស្មើជាមួយនឹងដក b លើ 2a បើសិនជា data យើងតូចជាង0បើសិនជាយើងដោះស្រាយនៅក្នុងសំណុំចំនួនពិតសមីការហ្នឹងគឺគ្មានចម្លើយដាច់ខាតប៉ុន្តែបើសិនជាដោះស្រាយនៅក្នុងសំណុំចំនួន complex សមីការរបស់យើងគឺមានចម្លើយ2គឺ x ស្មើជាមួយនឹងដក b បូកដកឬ data ចែកជាមួយនឹង 2a អញ្ចឹងវាមានចម្លើយមិនទៅឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងបើយើងមានសមីការ degree ទី2មួយហើយតម្រង់ប៉ុណ្ណឹងអញ្ចឹង a របស់យើងគឺស្មើជាមួយនឹង1 b របស់យើងគឺស្មើជាមួយនឹង2ហើយ c របស់យើងគឺស្មើជាមួយនឹង2ដែរអញ្ចឹងយើងប្រើរូបមន្ត discriminant មក data ស្មើនឹង b ការ៉េដក4ដង ac ដែលស្មើជាមួយនឹង2ការ៉េដកជាមួយនឹង4ដង a យើង1ហើយ c យើងគឺ2ដែរអញ្ចឹង2ការ៉េបាន4កន្លែង c 2បាន8ហើយដកទៅបានដក4អញ្ចឹងឃើញថា data យើងតូចជាង0ដែលវាចូលករណីទី3គឺ data តូចជាង0យើងត្រូវប្រើរូបមន្តមួយនេះអញ្ចឹងយើងត្រូវរក data សិនអញ្ចឹងនាំឲ្យរឹស data គឺស្មើជាមួយនឹងរឹសនៃដក4កន្លែងនេះគឺសំខាន់ជាងគេអញ្ចឹងកន្លែងហ្នឹងធ្វើមកទៀត4គឺចេញមកបាន2ហើយសញ្ញាដក1នេះចេញពីរឹសគឺបានអក្សរ e អញ្ចឹងបានន័យថាកាលណាយើងមានរឹសនៃដកតម្លៃ a ការ៉េ1អញ្ចឹង a គឺចេញរួចហើយសញ្ញាដកគឺចេញបាន e អញ្ចឹងត្រូវចាំសញ្ញាដកឲ្យទៅចេញពីរឹសគឺបាន e ហើយឬមកយើងស៊ីចម្រើនបន្តិចថា e ការ៉េគឺស្មើដក1នេះណូតទុកអញ្ចឹងយើងអាចទាញរក data បានហើយប្រកាសជាយើងអាចទាញរកចម្លើយរបស់យើងបានដែរចម្លើយរបស់យើងគឺ x ស្មើជាមួយនឹងដក b បូកដកឬ data ចែកជាមួយនឹង 2a អញ្ចឹង b យើងគឺលេខ2អញ្ចឹងយើងបានដក2បូកដក data យើងគឺ 2e ហើយចែកជាមួយនឹង 2a 2a យើង1កន្លែងនេះយើងសម្រួលវាមកអញ្ចឹង x របស់យើងគឺស្មើជាមួយនឹងដក1បូកដកជាមួយនឹង e ដែលយើងអាចចែកវាជា2បានគឺ x ទី1ស្មើជាមួយនឹងដក1បូក e ហើយនឹង x ទី2ស្មើជាមួយនឹងដក1ដក e អញ្ចឹងនៅក្នុងថ្នាក់ទី12គឺដំបូងផុតត្រូវចេះដោះស្រាយសមីការ degree ទី2ស្ថិតនៅក្នុងសំណុំចំនួន complex ហ្នឹងអញ្ចឹងថ្ងៃនេះយើងមានតែប៉ុណ្្នឹងឯងបាទអរគុណ